ជុំលោកកាត់បោះលំហើយស្រូវយើងទុំហើយក្រហមយ៉ាងដៃអូនមើលមកបងឲ្យច្បាស់រូបបងនេះមិនមែនជើងស៊ីផឹកទឹកហូរអនឡាញឆ្ងាយអើយតែឆ្ងាយអាណៃទឹកហូរបាទសូមជម្រាបសួរលោកពូណាមីងលោកតាលោកយាយនិងបងប្អូនអ្នកស្ដាប់អ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីរាប់អានបាទនៅពេលនេះខ្ញុំបាទសេងតារាដែលជាអ្នកស្រាវជ្រាវប្រវត្តិសិល្បករកវីនិពន្ធតន្ត្រីករជើងចាស់ព្រមទាំងស្រាវជ្រាវប្រវត្តិសិល្បករអ្នកចម្រៀងអ្នកតែងបទចម្រៀងនៅទសវត្សរ៍ទី80និងទី90ផងបានវិលមកជួបបងប្អូនលោកពូណាមីងសាជាថ្មីទៀតហើយក្នុងឱកាសនេះខ្ញុំបាទសូមនាំយកនៅរឿងរ៉ាវព្រមទាំងបទចម្រៀងពីរោះរបស់សិល្បករផ្នែកចម្រៀងយើងមួយរូបទៀតនៅទសវត្សរ៍ទី80និងទី90នោះគឺលោកព្រំស៊ីវុធីប្រហែលជាបងប្អូនធ្លាប់នៅចាំឈ្មោះរបស់គាត់ឬក៏នៅចាំទាំងចម្រៀងដែលគាត់ច្រៀងតាំងពីទសវត្សរ៍ទី80និងទី90ទៀតផងលោកព្រំស៊ីវុធីក្រៅពីជាអ្នកចម្រៀងគាត់ក៏ជាតារាសម្ដែងហើយក៏ជាសិល្បករពហុជំនាញហើយបច្ចុប្បន្នគាត់នៅមានជីវិតនៅឡើយហើយតាមដែលខ្ញុំធ្លាប់លេចឮគឺគាត់ដូចជានៅក្រៅប្រទេសតែមិនដឹងថានៅប្រទេសណាច្បាស់លាស់ទេបាទប្រហែលជាអាមេរិកអូស្ត្រាលីឬក៏បារាំងកាណាដាអញ្ចឹងបើបងប្អូនបានដឹងអំពីវត្តមានលោកព្រំស៊ីវុធីនៅប្រទេសណាសូមជួយខមមិនប្រាប់ផងបាទថាគាត់រស់នៅប្រទេសណាបច្ចុប្បន្ននេះអញ្ចឹងតោះឥឡូវយើងស្ដាប់ទាំងអស់គ្នាតើបងប្អូនណាខ្លះធ្លាប់បានស្ដាប់ចម្រៀងលោកព្រំស៊ីវុធីហើយចងចាំបទណាជាងគេហើយតើធ្លាប់បានទស្សនារឿងកុនឬក៏ចម្រៀងកាយវិការការ៉ាអូខេណាខ្លះដែលសម្ដែងដោយលោកព្រំស៊ីវុធីអញ្ចឹងតោះសូមស្ដាប់ទាំងអស់គ្នាតាមរយៈការរៀបរាប់របស់ខ្ញុំបាទសេងតារាពិសេសគឺចម្រៀងពីរោះរបស់លោកបងស្រណោះអើយរីយំលើកពូភ្នំឥឡូវយើងចេញពីលោកមីស្ធីវ៉ាន់យើងមកស្ដាប់លោកព្រំស៊ីវុធីម្ដងបាទពេលនេះខ្ញុំនាំមកលោកអ្នកស្គាល់លោកព្រំស៊ីវុធីឬក៏រំលឹកដល់លោកព្រំស៊ីវុធីវិញម្ដងលោកអ្នកនៅចាំទេបាទលោកព្រំស៊ីវុធីជាតួរងនៅក្នុងរឿងទុំទាវកាលពីឆ្នាំ90ជាងដែលផលិតដោយផលិតកម្មអង្គរវត្តភាពយន្តកាលនោះផលិតកម្មអង្គរវត្តគេថតជាវីដេអូផងគេថតជាចម្រៀងកាយវិការអំពីរឿងទុំទាវផងដែរតែកាលនោះលោកព្រំស៊ីវុធីត្រូវបានអ្នកស្រីអ៊ីវ៉ាត់សំជួលច្រៀងបទទុំទាវនោះច្រើនមែនទែនបាទហើយសម្លេងក៏ព្រោះណាលោកព្រំស៊ីវុធីឥឡូវពេលនេះខ្ញុំសូមដកស្រង់នៅចម្រៀងរបស់គាត់ពីរបទមកចាក់ជូនលោកអ្នកស្ដាប់បទទី1នេះមិនតាក់ទងរឿងទុំទាវទេបទទី1នេះជាបទដ៏ល្បីហើយព្រោះមែនទែននោះគឺបទស្ទឹងកគីនេះមានមួយបទច្រៀងដោយអ្នកស្រីហឹមស៊ីវ៉យលោកព្រំស៊ីវុធីនេះឯងហើយទំនុកច្រៀងនៃបទនេះគឺនិពន្ធដោយលោកម៉ៅអយុធលោកម៉ៅអយុធជាអ្នកនិពន្ធទំនុកច្រៀងបទនេះហើយបទភ្លេងជាបទភ្លេងចាស់របស់លោកសុំម៉ាត់គឺបទស្ទឹងសម្ងាត់ហើយស្ទឹងសម្ងាត់និពន្ធបទភ្លេងដោយលោកពៅស៊ីផូដែលជាមាឬពូរបស់លោកម៉ៅអយុធនឹងឯងហើយកាលពីឆ្នាំ90ជាងលោកម៉ៅអយុធបាននិពន្ធបទចម្រៀងជូនផលិតកម្មអង្គរវត្តនឹងច្រើននិពន្ធលក់ឲ្យណាហើយក្នុងនោះគឺមានស្ទឹងកគីហើយនឹងបទវាលស្រែវាលស្រូវច្រៀងដោយអ្នកស្រីហឹមស៊ីវុនជាដើមឡាក់តោះឥឡូវយើងស្ដាប់បទស្ទឹងកគីច្រៀងដោយលោកព្រំស៊ីវុធីទាំងអស់គ្នាព្រោះដែរអត់បាទនេះជាបទភ្លេងនិងសម្លេងដើមរបស់លោកព្រំស៊ីវុធីតែម្ដងបាទព្រោះណាស់គឺបទនេះភាគច្រើនកាលឆ្នាំ90ជាងគេថតដាក់កាសែតថតដាក់ជាប់គ្នាគឺស្ទឹងកគីច្រៀងដោយអ្នកស្រីហឹមស៊ីវុននិងស្ទឹងកគីភ្ជាប់គ្នាជាមួយនឹងបទលោកព្រំស៊ីវុធីនេះឯងគេមានដាក់ប្រុសស្រីឆ្លងឆ្លើយគ្នាណាឥឡូវយើងស្ដាប់មួយបទទៀតគឺជាចម្រៀងដែលគាត់ច្រៀងបញ្ចូលក្នុងរឿងទុំទាវតែម្ដងសម្លេងរបស់លោកព្រំស៊ីវុធីទំនួញទុំទាវសូមអញ្ជើញបងស្រណោះអើយរីយំលើកពូភ្នំរួងប្រត់ស្នេហាបាទយ៉ាងមិនដែរលោកអ្នកស្ដាប់សម្លេងរបស់លោកព្រំស៊ីវុធីនៅចាំមុខគាត់អត់បាទលោកអ្នកស្ដាប់នៅចាំមុខគាត់ទេឥឡូវគាត់ដូចជានៅអាមេរិកទេមិនដឹងជានៅណាដែរបាទតែគាត់ដឹងថាគាត់នៅបរទេសបើមិននៅអាមេរិកប្រហែលជានៅអូស្ត្រាលីឬក៏នៅបារាំងតែតាមខ្ញុំស្មានដូចជានៅអាមេរិកច្រើនជាងបាទបើសិនជាលោកព្រំស៊ីវុធីកំពុងទស្សនាសូមជួយខមមិនប្រាប់ផងបាទឬក៏មិត្តភ័ក្តិសិល្បៈក្នុងចំនួនគាត់ណា
បានដឹងជួយខមមិនប្រាប់ផងថាបច្ចុប្បន្នគាត់រស់នៅប្រទេសណាលោកព្រំស៊ីវុធីដៃគូជាមួយអ្នកស្រីហឹមស៊ីវុនអំពូលទីវីនារីរតគុន្ធាគាត់សម្ដែងកុនដែរតើលោកព្រំស៊ីវុធីបាទ6លក្ខណៈជាដើមនឹងបាទស្ដាយគូសម្ដែងជាមួយគ្នាហើយគាត់មិនត្រឹមតែជាសម្ដែងទេគាត់ច្រៀងបានព្រោះទៀតបាទលោកព្រំស៊ីវុធីអោស្នំអើយស្រីស្នំយោមានហើយបាទលោកតាលោកយាយលោកពូនមីងនិងបងប្អូនអ្នកស្ដាប់ទាំងអស់ជាទីរាប់អានយ៉ាងមិនដែរក្រោយពីបានស្ដាប់ខ្ញុំរៀបរាប់រឿងរ៉ាវសង្ខេបខ្លីរបស់លោកព្រំស៊ីវុធីបាទជឿជាក់ថាបងប្អូនលោកពូនមីងទាំងអស់ពិសេសអ្នកដែលមានវ័យប្រហែលខ្ញុំណាប្រកាសជានៅចាំឈ្មោះលោកព្រំស៊ីវុធីហើយធ្លាប់ស្ដាប់ចម្រៀងដែលគាត់ច្រៀងហើយនឹងការសម្ដែងរបស់គាត់តាមរយៈផលិតកម្មអង្គរវត្តតាមរយៈការចាក់ផ្សាយឬក៏ការផលិតរបស់ទូរទស្សន៍ជាតិតតកសម័យហ្នឹងគឺតាំងពីទសវត្សរ៍ទី80ទី90លោកព្រំស៊ីវុធីកាលហ្នឹងក៏ល្បីខ្លាំងគ្រាន់បើផងដែរដែលគាត់ភាគច្រើនសម្ដែងជាមួយអ្នកស្រីពិសិដ្ឋភីលីកាច័ន្ទសេរីរតន៍នារីរតគុន្ធាហើយនឹងតារាសម្ដែងផ្សេងមួយចំនួនទៀតឯកអមរាជាដើមឡាគឺលោកអ្នកប្រកាសជានៅចាំពិសេសគឺធ្លាប់បានទស្សនាការសម្ដែងរបស់គាត់ដែលគេចាក់ផ្សាយតាមរយៈទូរទស្សន៍ជាតិគឺកាលហ្នឹងទូរទស្សន៍ជាតិគេមានកម្មវិធីសិល្បៈទាំងការសម្ដែងទាំងការច្រៀងគឺមានកម្មវិធីច្រើនអញ្ចឹងហើយបានជាយើងនៅចងចាំរឿងរ៉ាវស្នាដៃនឹងទីកសលរបស់សិល្បករសិល្បករនីនៅទសវត្សរ៍ទី80និងទី90ច្រើនឥឡូវយើងមិនទាន់ទៅណាឆ្ងាយពីលោកព្រំស៊ីវុធីទេអំបញ្ញមិញខ្ញុំនិយាយពីរឿងរ៉ាវសង្ខេបរបស់គាត់អញ្ចឹងនៅពេលនេះខ្ញុំសូមលើកអំពីចម្រៀងរបស់គាត់សុទ្ធមកបង្ហាញវិញម្ដងថាតើបទចម្រៀងទាំងអស់នេះដែលខ្ញុំស្រាវជ្រាវបានច្រើនសុទ្ធតែជាសម្លេងរបស់លោកព្រំស៊ីវុធីដែលគាត់ច្រៀងភាគច្រើននៅដើមទសវត្សរ៍ទី90អញ្ចឹងចង់ដឹងថាតើចម្រៀងទាំងអស់នេះបងប្អូនលោកពូនមីងធ្លាប់បានស្ដាប់បទណាខ្លះហើយមានអនុស្សាវរីយ៍អ្វីខ្លះតាមរយៈបទចម្រៀងទាំងអស់នេះជួនកាលលោកអ្នកថាអូខ្ញុំធ្លាប់បានស្ដាប់បទហ្នឹងកាលខ្ញុំនៅស្ទូងស្រូវអ្នកខ្លះថាអូបទហ្នឹងខ្ញុំធ្លាប់ស្ដាប់កាលហ្នឹងខ្ញុំនៅអាយុ6 7ឆ្នាំខ្ញុំទៅខ្វៀលគូឬក៏អ្នកខ្លះលើកឡើងថាអូកាលហ្នឹងខ្ញុំធ្លាប់បានស្ដាប់បទហ្នឹងហើយបានឃើញលោកព្រំស៊ីវុធីសម្ដែងត្រូវបានគេចាក់ផ្សាយតាមរយៈទូរទស្សន៍ទៀតផងនៅឆ្នាំប៉ុណ្ណេះកាលពីទសវត្សរ៍ទី80ឬក៏ទី90អញ្ចឹងហើយបានជាខ្ញុំនិយាយថាឥឡូវយើងស្ដាប់បទចម្រៀងទាំងអស់នេះយើងបាននឹកឃើញអនុស្សាវរីយ៍អ្វីខ្លះតាក់ទងនឹងរឿងរ៉ាវរបស់យើងតាក់ទងនឹងរឿងរ៉ាវអ្នកខ្លះធ្លាប់ខ្វៀលគូធ្លាប់ស្ទូងស្រូវឬក៏ធ្លាប់បានទៅមើលគេប្រចាំងវីដេអូនៅចុងភូមិបនឡើងអ្នកតាបនបច្ច័យ4បនផ្កានៅតាមភូមិជាដើមឡើយអញ្ចឹងតោះសូមស្ដាប់បទចម្រៀងពីរោះទាំងអស់នេះតាមរយៈការបង្ហាញរបស់ខ្ញុំបាទសេងតារាដូចតទៅថាតើបទចម្រៀងទាំងអស់នេះពីរោះយ៉ាងណាខ្លះហើយបទណាដែលឃើញតែចំណងជើងតែអត់ឮប្រហែលជាជាប់ copyright ត្រូវបាន YouTube កាត់ចោលទៅហើយអញ្ចឹងសូមកុំបីមានការអន់ចិត្តចំពោះខ្ញុំបាទឬក៏ខឹងខ្ញុំបាទដោយប្រការណាមួយដោយសារបទខ្លះត្រូវបានអ្នករលួយតាម YouTube គេដាក់កម្មសិទ្ធិបញ្ញាដែលភ្ជាប់មិនឲ្យយើងដាក់បទចម្រៀងនឹងបានទីអញ្ចឹងតោះឥឡូវស្ដាប់ចម្រៀងលោកព្រំស៊ីវុធីទាំងអស់គ្នាដូចតទៅហើយកុំភ្លេចសូមជួយចុច Subscribe ម្នាក់មួយផង